សម្រាប់ផងញាតិញោមពុទ្ធបរិស័ទនេះគឺជាទស្សនវិជ្ជាមួយដែលអាត្មាហើយនឹងព្រមទាំងលោកចាស់គ្រប់អង្គនិមន្តទៅតាមដងទន្លេហើយនេះគឺជាទស្សនវិជ្ជានៅតាមទន្លេនៅខាងសតុះជាងហ្នឹងខ្ញុំណាបងហ្នឹងហើយចង់ដឹងថាញាតិញោមដែលនៅខាងភូមិសន្ទុះហ្នឹងលិចទឹកដល់ត្រឹមណាត្រឹមណាក៏ទន្លេទៅក៏ទៅថតវីដេអូឲ្យញាតិញោមមើលទៅព្រោះអីខែទឹកឡើងអញ្ចឹងគឺញាតិញោមនៅខាងភូមិសន្ទុះខាងកោះធំក៏ខាងច្រាំងកំបោយក្តីហ្នឹងគឺគាត់រស់នៅមានផលលំបាកមានផលលំបាកមែនតើញាតិញោមណាមានការលិចទឹកមានការពិបាកនឹងការធ្វើដំណើរអីចឹងទៅវាមិនមែនដូចយើងការធ្វើដំណើរដោយប្រើម៉ូតូប្រើឡានអីទេញោមនេះគឺទឹកទន្លេញោមណាចង់ទៅណាអីក្តីទៅប្រើស្មាច់ចុះបើញោមអត់មានស្មាច់អាហ្នឹងមានតែពឹងគេអញ្ចឹងនេះជាទស្សនវិជ្ជាដែលនៅខាងភូមិសន្ទុះញោមណាហ្នឹងហើយភូមិសន្ទុះដែលលិចអស់ហើយញោមអើយហើយអាត្មាថតវីដេអូហ្នឹងរៀងយូរហើយតែដែលបានកាត់តផុសអីទេថតនៅក្នុងខែ10ហ្នឹងដែរទេញោមណារៀងយូរដែរហើយហើយក៏តំតាមានពេលទំនេរក៏បានផុសអញ្ចឹងទៅហើយក៏គួរតែអសូរចិត្តអ្នកខាងញោមនៅខាងសតុះខាងកោះធំអីចឹងទៅគឺលិចអស់ទឹកឆ្នាំហ្នឹងគឺធំខ្លាំងអញ្ចឹងសូមឲ្យញោមមានការប្រុងប្រយ័ត្នមែនទែននៅការមើលក្មេងៗតូចអីក្តីនៅតាមភូមិសន្ទុះកោះធំខាងច្រាំងកបោខ្ញុំឃើញទឹកឡើងខ្លាំងមែនទែនញោមណាមើលឲ្យគឺមានអារម្មណ៍ថាអាណិតញាតិញោមនៅផ្ទះជាប់នឹងទឹកឬមកក៏លិចទឹកអីក្តីមានអារម្មណ៍ថាអាណិតគាត់ខ្លាំងលិចតិចទីអស់ហើយញោមអើយទឹកឆ្នាំហ្នឹងគឺធំខ្លាំងមែនតើអញ្ចឹងសូមឲ្យញោមមានការប្រុងប្រយ័ត្នមែនតើទើបល្អប្រសើរព្រោះអីលិចអស់ហើយលិចអស់លីងត្មងញោមហើយធ្វើឲ្យញោមខ្លះគាត់ពិបាកនៅគាត់ចលះមកនៅទីទួលសុវត្ថិភាពនៅក្នុងវត្តសវណ្ណគិរីញោមដែលពិបាកនៅអីក្តីខ្ញុំអាចមកនៅបានញោមណាហ្នឹងហើយព្រោះអីមានញោមមកនៅខ្លះបដាដែរហើយញោមណានឹងទីទួលសុវត្ថិភាពនៅវត្តសវណ្ណគិរីយើងអាចមកស្នាក់អាស្រ័យបានអញ្ចឹងណាញោមណាហ្នឹងហើយកុំឲ្យមានការលំបាកអីគឺញោមអាចមកស្នាក់នៅបានព្រោះអីមានកន្លែងស្រាប់ញោមណាហើយញោមដែលពិបាកដោយការធ្វើដំណើរចុះឡើងឬក៏ញោមចង់មកនៅដីគោកអីញោមអាចមកនៅក្នុងវត្តសវណ្ណគិរីបានមានកន្លែងស្នាក់នៅកន្លែងទីទួលសុវត្ថិភាពអីចឹងទៅណាដើម្បីដាក់ញាតិញោមដែលមានគេហៅថាគ្រោះទឹកចំនួនឬក៏ទឹកឡើងខ្លាំងធ្វើឲ្យលិចផ្ទះសម្បែងរបស់ញាតិញោមហ្នឹងគឺអត់មានកន្លែងទៅនៅញោមអាចមកនៅកន្លែងទីទួលសុខភាពបានហើយផលលំបាកដែលញាតិញោមនៅនឹងនៅកន្លែងណាលិចទឹកហ្នឹងគឺមើលទៅវារៀងលិចខ្លាំងធ្វើឲ្យញោមខ្លះលិចច្រើនរហូតដល់លិចពិបាកនឹងកន្លែងនៅញោមណាហើយក៏ប៉ុណ្្នឹងទៅញោមណាហើយក៏សូមឲ្យញោមប្រយ័ត្នជាងគេគឺរឿងការមើលក្មេងមែនទេញោមណាហ្នឹងហើយសុខចម្រើន